រយៈពេលពេញមួយឆ្នាំ2025កំពុងផែស្វយ័តក្រុងព្រះសីហនុសម្រាប់ផ្ទេរផ្ទុកទូកុងតឺន័របានជាង1លាន TEU នៅក្នុងរយៈពេលពេញមួយឆ្នាំ2025កំពុងផែស្វយ័តក្រុងព្រះសីហនុសម្រាប់ផ្ទេរផ្ទុកទំនិញបានជាង12លានតោនក្នុងនោះបរិមាណទំនិញកុងតឺន័រមានជាង1លាន347,000 TEU មានកំណើនជាង 25% បើប្រៀបធៀបទៅនឹងឆ្នាំ2024តាមការបញ្ជាក់របស់ឯកឧត្តមលោកកឹមឈុនប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពុងផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថានៅក្នុងឆ្នាំ2025កំពុងផែស្វយ័តក្រុងព្រះសីហនុទទួលបាននាវាចូលចតចំនួន1775គ្រឿងមានកំណើនលើស209គ្រឿងបើប្រៀបធៀបទៅនឹងឆ្នាំ2024មានចំនួនតែ1566គ្រឿងប៉ុណ្ណោះដោយបាននាំមកជាមួយនៅបរិមាណទំនិញកុងតឺន័រចំនួន71392 TEU និងបាននាំចេញនៅបរិមាណទំនិញកុងតឺន័រចំនួន646,344 TEU ឯកឧត្តមប្រធានអគ្គនាយកកំពុងផែស្វយ័តក្រុងព្រះសីហនុបានសង្កត់ធ្ងន់ថាជារៀងរហូតមកកំពុងផែស្វយ័តក្រុងព្រះសីហនុតែងតែទទួលបាននូវការគាំទ្រលើកទឹកចិត្តនិងការផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះក្នុងការបំពេញភារកិច្ចបម្រើរាជរដ្ឋាភិបាលគ្រប់អាណត្តិជាមួយគ្នានេះទាំងថ្នាក់ដឹកនាំមន្ត្រីក្រមអាវ៉ាន់កំពង់ផែក៏បានខិតខំពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ក្នុងចក្ខុវិស័យចម្បងគឺការរួបរวมគ្នាក្នុងការសម្រេចឲ្យបាននូវគោលដៅផែនការមេរបស់រាជរដ្ឋាភិបាលដើម្បីនាំនាវាកម្ពុជាឲ្យប្រែក្លាយពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសមានការអភិវឌ្ឍមធ្យមនៅក្នុងឆ្នាំ2030និងមានការអភិវឌ្ឍខ្ពស់នៅក្នុងឆ្នាំ2050ជាសក្ខីភាពជាក់ស្ដែងនៅក្នុងឆ្នាំ2025កន្លងទៅថ្មីនេះកំពុងផែស្វយ័តក្រុងព្រះសីហនុត្រូវបានជាប់ជាក្រុមហ៊ុនដែលមានអភិបាលកិច្ចសាជីវកម្មឆ្នើមប្រចាំឆ្នាំ2025ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីនាយកករមូលបត្រកម្ពុជានិងផ្សារមូលបត្រកម្ពុជាមួយនិងពិន្ទុ 95.81